ស្ដីទាំងអស់គ្នាស្វាគមន៍សាជាថ្មីប្រកាន់ប្លុកថ្មីរបស់ខ្ញុំមួយទៀតហើយចូលនៅក្នុងថ្ងៃនេះខ្ញុំសូមអ្នកទាំងអស់គ្នាបំពេញនាទីកន្លះជាមួយខ្ញុំទៅមើលអំពីដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាប៉ុន្តែនៅក្នុង vlog មួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងនៅប្រទេសសិង្ហបុរីរយៈពេល10ម៉ោងជាមួយខ្ញុំសិនចាំនឹងថារយៈពេល10ទៅ12ម៉ោងនៅក្នុងប្រទេសសិង្ហបុរីខ្ញុំធ្វើនេះខ្លះតោះទៅមើលអ្នកគ្នាចឹងដំបូងនេះគឺអត់មានអីទេណាគេក្រៅពីយើង check in ឡើងយន្តហោះដូចគេដែរឯងចឹងទៅចឹងបន្ទាប់ពីរយៈពេល7ម៉ោងនៃការហោះហើរ7ម៉ោងជាងឥឡូវបានមកដល់បាទពលានឆាំងជីនៃប្រទេសសិង្ហបុរីហើយចឹងយើងកុំឲ្យយូរការយើងមកផ្នែកដើរលេងចឹងដើរលេងដោយវិធីណាគឺបាទជីតាម metro វានឹងចឹងទៅវាសូវលុយស្អីចឹងណាបាទចឹងទៅខ្ញុំទិញ SIM card ខ្ញុំទិញកាតជាអតិថិជនហើយយើងដើរលេងទាំងអស់គ្នាសូមស្វាគមន៍មកកម្ពុជាand gentlemen, welcome to Cambodia. ឈានជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈានសាំងព្រោះតែអ្នកគឺជាភ្ញៀវសំខាន់ពួកយើងធ្វើដំណើរមកឆ្ងាយខ្មែររាក្នុងចំណោមបូកកាយយើងលើដៃសំពះក្រុមគ្នាកម្ពុជាជំរាបសួរសុខសប្បាយស្នាមញញឹមមិនចាំងចិនស្មងប្រាំរសាល្អនខ្ចង់សម្បត្តិបេតិកភណ្ឌរំពចឹងដំបូងនេះអ្នកនរគ្នាដែលសារតែវាជា problem ចឹងទៅខ្ញុំចង់ដឹងថាតើនៅក្នុងប្រទេសសិង្ហបុរី problem គេធ្វើខ្លះគឺភាគច្រើនអ្នកនៅសិង្ហបុរីគាត់ចូលចិត្តហូតហាត់ប្រាណអ្នកនរគ្នានៅកន្លែងទៀតទូកហើយនឹង signature របស់សិង្ហបុរីនេះគឺរបៀបតោបាញ់ទឹកហ្នឹងហើយបន្តមកទៀតខ្ញុំបានឈប់ដើរនៅ Chinatown បន្តិចហើយសូមមកឲ្យញ៉ាំនៅលូប្រាសាទកន្លែងនេះគឺជាកន្លែងដែលល្បីមួយដែរណាគ្នារបៀបថាដូចកង់ទីននេះចឹងណាគេមានជាបណ្ដុំអាហាររបៀបដូច food court ចឹងហើយខ្ញុំបានកំងជាមួយនឹងឡាសាដែលជា signature របស់សិង្ហបុរីដែរហើយ ice lemon tea ហើយជាមួយនឹង milk tea មួយនេះដែរហើយគឺឆ្ងាញ់មែនតើហើយនៅអស់គ្នាខ្ញុំក៏អត់ភ្លេចជាមួយនឹង signature breakfast របស់សិង្ហបុរីដែរមួយសេតនេះដូចជា$2-3ប៉ុន្តែឆ្ងាញ់អ្នកនរគ្នានាព្រឹកប្រលឹមព្រៃព្រឹក្សាបញ្ចេញសម្រស់ស្រស់ស្រាយរាត្រីថ្ងៃចោទីក្រុងបើកភ្លើងពណ៌ឆាយបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏សម្រេចចិត្តដើរទៅ Chinatown ដល់អត់ជិះtrain ទេគឺខ្ញុំដើរមើលគេមើលឯងតាមផ្លូវមកពីលូប្រាសាទទៅ Chinatown រដូវប្រាំងយើងទៅលេងអង្គរឆ្លងឆ្នាំសប្បាយនៅសាទរក្រៅពីនេះមានបនសមុទ្រសាគរហើយប្រលានថ្មីសម្រាប់ហោះចេញចូល25ខេត្តក្រុងភ្ជាប់គ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹមសូមស្វាគមន៍មកកម្ពុជាយើងសន្តានរំមិតបានតែក្រុងទាំងស្រែធានាស្រុកខ្មែរមកលេងបានគ្រប់ខែLadies and gentlemen, welcome to Cambodia. ឈានជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈានសាំងព្រោះតែអ្នកគឺជាភ្ញៀវសំខាន់ពួកយើងធ្វើដំណើរមកឆ្ងាយខ្មែររាក្នុងចំណោមបូកកាយបាទអ្នកនរគ្នាខ្ញុំមកដល់ឡើយនេះខ្ញុំចង់ប្រាប់រឿងមួយគឺខ្ញុំមានជាការពុលក្លិនត្រេនខ្លាំងមែនទែនខ្ញុំជាមនុស្សចូលចិត្តញ៉ាំត្រេនប៉ុន្តែពេលខ្ញុំដើរមកដល់ឡើយនេះគឺខ្ញុំពុលក្លិនត្រេនម្ដងខ្ញុំហៅតាពិធីដើរចេញពីកន្លែងហ្នឹងឲ្យលឿននេះគឺអត់ដឹងមិនអ្នកនរគ្នាក្លិនត្រេនគឺឡើងឈួលប្រោយហើយព្រោះមកទៀតខ្ញុំក៏បានមកញ៉ាំជាមួយនឹងក្រែមណាត់នំប៉័ងនេះ signature របស់គេដែរអ្នកនរគ្នាបាទមួយនឹង$2សិង្ហបុរីសូមស្វាគមន៍មកកម្ពុជាយើងសន្តានរំមិតបានតែក្រុងទាំងស្រែធានាស្រុកខ្មែរមកលេងបានគ្រប់ខែ
5 ខេត្តក្រុងភ្ជាប់គ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹមសូមស្វាគមន៍មកកម្ពុជា បាទបន្ទាប់ពីដើរលេងនៅក្នុងអគារទូកហើយខ្ញុំក៏បានឡើងមកខាងលើដើម្បីទៅមើល Garden by the Bay ហើយក៏បានដើរលេងនៅ Garden by the Bay មុននឹងត្រឡប់ទៅពលានវិញ សូមស្វាគមន៍មកកម្ពុជានាព្រឹកប្រលឹមព្រៃព្រឹក្សាបញ្ចេញសម្រស់ស្រស់ស្រាយរាត្រីថ្ងៃចូលទីក្រុងបើកភ្លើងពណ៌ឆើតឆាយឋានសួគ៌លើដីខ្មែររុះរីសម្បូរសប្បាយខ្យល់លំមកបកស្រែបៃតងឲ្យរមមិនជើញមិត្តចិត្តឆ្ងាយរដូវប្រាំងយើងទៅលេងអង្គរឆ្លងឆ្នាំសប្បាយនៅសាទរក្រៅពីនេះមានបនសមុទ្រសាគរហើយប្រលានថ្មីសម្រាប់ហោះចេញចូល25 ខេត្តក្រុងភ្ជាប់គ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹមសូមស្វាគមន៍មកកម្ពុជាយើងសន្តានរំមិតបាត់ អញ្ចឹងពេលខ្ញុំមកដល់ពលានវិញគឺខ្ញុំទៅមើលទឹកធ្លាក់នៅក្នុងចាវោបាទគឺនិយាយទៅគឺយើងឃើញរហូតហើយប៉ុន្តែនៅតែចង់ទៅអត់ដឹងមិនដែរបាទទៅមើលមួយគេមួយឯងដែរ Ladies and gentlemen, welcome to Cambodia. ឈានជើងប៉ះផ្ទាល់ដីសវណ្ណសូមស្វាគមន៍ក្រុមឈានសាំងព្រោះតែអ្នកគឺជាភ្ញៀវសំខាន់ពួកយើងធ្វើដំណើរមកឆ្ងាយខ្មែររះក្នុងចំណោមបូកកាយយើងលើដៃសំពះក្រុមគ្នាកម្ពុជាជំរាបសួរសុខសប្បាយស្នាមញញឹមមិនចាំងចិនស្ម បាទបន្តមកទៀតខ្ញុំក៏បានចូលមកក្នុង boarding gate វិញហើយយើងធ្វើការហោះហើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាតែម្ដង បង្ហាញសម្រភ្នំពេញរាជធានីលោសោភាកយកូនចាំងទៅមុខផ្ទៃកងគារស់រារាតែអ្នកគ្រប់គ្នាហោះទៅខ្ពស់ជាមួយគ្នាសូមស្វាគមន៍មកកម្ពុជា យើងសន្តានរំមិតបាត់ទាំងក្រុងទាំងស្រែធានាស្រុកខ្មែរមកលេងបានគ្រប់ខែ 25 ខេត្តក្រុងភ្ជាប់គ្នាជាទម្រង់ជាដែនដីនៃក្តីសង្ឃឹម